នៅថ្ងៃនេះនាងខ្ញុំសូមនាំលោកអ្នកមកស្វែងយល់អំពីតម្លៃរបស់យន្តហោះចម្បាំងថ្លៃទាំង10នៅលើពិភពលោកថាតើយន្តហោះចម្បាំងមួយណាដែលមានតម្លៃថ្លៃជាងគេបង្អស់នោះយន្តហោះចម្បាំងគឺជាសពាវុធដ៏មានអានុភាពមួយនៅក្នុងសមរភូមិហើយសពាវុធទាំងនេះមួយគ្រឿងគឺពិតជាមានតម្លៃមិននៅក្រោមខ្ទង់លានដុល្លារនោះឡើយខាងក្រោមនេះគឺជាតម្លៃយន្តហោះចម្បាំងដែលថ្លៃបំផុតនៅលើពិភពលោកយន្តហោះចម្បាំងធុន MiG-35 មានតម្លៃជាង48លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងរុស្ស៊ីដែលមានប្រភពចេញមកពីយន្តហោះ MiG-29 និងផលិតឡើងដោយក្រុមហ៊ុន Mikoyan កងទ័ពអាកាសរុស្ស៊ីទើបតែបានចាប់ផ្ដើមប្រើប្រាស់យន្តហោះនេះជាផ្លូវការកាលពីឆ្នាំ2019យន្តហោះធុន JAS 39 Gripen ដែលមានតម្លៃ45ទៅ55លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទនិងផលិតឡើងដោយក្រុមហ៊ុន Soyuz Saab វាត្រូវបានប្រើប្រាស់ដំបូងកាលពីឆ្នាំ1996រហូតមកទល់នឹងពេលនេះអ្នកប្រើប្រាស់ចម្បងរួមមានកងទ័ពអាកាស Soyuz កងទ័ពអាកាសអាហ្វ្រិកខាងត្បូងកងទ័ពអាកាសសាធារណរដ្ឋឆែកនិងកងទ័ពអាកាសហុងគ្រីយន្តហោះធុន EA-18G Growler ដែលមានតម្លៃជិត75លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងផលិតឡើងដោយក្រុមហ៊ុន Boeing វាធ្វើប្រតិបត្តិការចេញពីនាវាដឹកយន្តហោះចម្បាំងនិងមានឯកទេសខាងប្រយុទ្ធដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិកកងទ័ពជើងទឹកអាមេរិកបានចាប់ផ្ដើមប្រើប្រាស់យន្តហោះចម្បាំងនេះតាំងពីឆ្នាំ2009រហូតមកទល់ឥឡូវនេះយន្តហោះធុន Su-35 ដែលមានតម្លៃ76លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងរុស្ស៊ីដែលមានប្រភពចេញមកពីយន្តហោះចម្បាំង Su-27 កាលពីសម័យសហភាពសូវៀតយន្តហោះ Su-35 នេះត្រូវបានចាប់ផ្ដើមប្រើប្រាស់កាលពីឆ្នាំ2014រហូតមកទល់បច្ចុប្បន្នយន្តហោះធុន F-18 Super Hornet ដែលមានតម្លៃជិត80លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងផលិតឡើងដោយក្រុមហ៊ុន Boeing ដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទចេញពីនាវាដឹកយន្តហោះចម្បាំងវាត្រូវបានកងទ័ពជើងទឹកអាមេរិកប្រើប្រាស់ចាប់ពីឆ្នាំ1999រហូតមកទល់ពេលបច្ចុប្បន្ននេះយន្តហោះធុន Dassault Rafale ដែលមានតម្លៃ93លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងរបស់ប្រទេសបារាំងដែលផលិតឡើងដោយក្រុមហ៊ុន Dassault Aviation និងត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ2001រហូតមកទល់នឹងសប្តាហ៍ថ្ងៃយន្តហោះធុន Eurofighter Typhoon ដែលមានតម្លៃ105លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងដែលត្រូវផលិតឡើងរួមគ្នារវាងក្រុមហ៊ុនអឺរ៉ុបជាច្រើនយន្តហោះនេះត្រូវបានចាប់ផ្ដើមប្រើប្រាស់កាលពីឆ្នាំ2003ហើយបច្ចុប្បន្នមានវត្តមាននៅក្នុងជួរកងទ័ពអាកាសរបស់ប្រទេសអូទ្រីសអ៊ីតាលីអាល្លឺម៉ង់ចក្រភពអង់គ្លេសអេស្ប៉ាញអារ៉ាប៊ីសាអូឌីតនិងអូម៉ង់យន្តហោះធុន J-20 Black Eagle ដែលមានតម្លៃ110លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំងប្រភេទបំបាំងកាយដែលផលិតឡើងដោយក្រុមហ៊ុន Chengdu Aerospace Corporation សម្រាប់កងទ័ពអាកាសចិនកងទ័ពអាកាសចិនបានចាប់ផ្ដើមប្រើប្រាស់យន្តហោះចម្បាំងនេះកាលពីឆ្នាំ2017យន្តហោះធុន F-35C Lightning II ដែលមានតម្លៃ120លានដុល្លារអាមេរិកវាជាយន្តហោះចម្បាំង F-35 ដែលសម្រាប់ប្រើលើនាវាដឹកយន្តហោះចម្បាំងនិងមានតម្លៃថ្លៃជាងយន្តហោះចម្បាំង F-35B និង F-35A វាជាប្រភេទបំបាំងកាយដែលផលិតឡើងដោយក្រុមហ៊ុន Lockheed Martin កងទ័ពជើងទឹកអាមេរិកចាប់ផ្ដើមប្រើយន្តហោះចម្បាំង F-35C កាលពីខែកុម្ភៈឆ្នាំ2019សម្រាប់ F-35B គឺត្រូវបានប្រើប្រាស់ដោយកងម៉ារីនអាមេរិករីឯ S-35A ត្រូវបានប្រើដោយកងទ័ពអាកាសអាមេរិកយន្តហោះធុន F-22 Raptor ដែលមានតម្លៃ150លានដុល្លារអាមេរិកវាជាប្រភេទយន្តហោះចម្បាំងបំបាំងកាយដែលផលិតឡើងរួមគ្នាដោយក្រុមហ៊ុន Lockheed Martin
និង Boeing សម្រាប់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកយន្តហោះចម្បាំងនេះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ2005រហូតមកទល់នឹងពេលនេះសូមអរគុណ